តើរណាបានញ៉ាំកាហ្វេមួយកែវហើយអ្នកលក់បរិញ្ញាឆុងកាហ្វេទៀតស្ដាប់អត់ច្រឡំទេបរិញ្ញាមែនចង់ដឹងថាយ៉ាងណាតោះទៅមើលទាំងអស់គ្នាកាហ្វេក៏ឆ្ងាញ់សំខាន់ណាមួយធម្មជាតិណា best for health ហ្មងអ្នកទាំងអស់គ្នាគាត់ដល់មើលដឹងថាស្អាតប៉ុណ្ណាមកផ្ទាល់បានដឹងហើយកាហ្វេកន្លែងគាត់មិនមែនលក់តែកាហ្វេទេគាត់មានលក់ច្រើនមុខដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចមកសាកបានហើយចំពោះទីតាំងវិញនោះគឺនៅដងយើងនឹងឯងណាគេខ្លះធ្លាប់មកគឺស្គាល់កន្លែងហ្នឹងហើយគឺបើជិះមកផ្លូវចូលយើងកន្លែងគាត់លក់គឺនៅស្ដាំដៃនៅចិត្តមាត់ទឹកណាអញ្ចឹងអ្នកដែលនៅភ្នំពេញអីចង់កាត់ stress អីមកសាកកាហ្វេនឹងបានមកអង្គុយគុនធម្មជាតិអញ្ចឹងណាចូលមកកាន់ topic របស់យើងវិញថ្ងៃនេះគាត់បរៀនខ្ញុំអំពីការឆុងកាហ្វេពីម៉ូកា pot ហើយដំបូងមុនយើងឆុងម៉ូកាយើងត្រូវយកគូតម៉ូកាយកទៅដាក់ទឹកសិនយើងចាក់ទឹក5វ៉ានវានេះគឺខ្ញុំបានចូលប្រាប់វាមានវ៉ានខ្យល់នៅចិត្តហ្នឹងហើយបន្ទាប់មកយើងដាក់កាហ្វេគឺអានេះគឺខ្ញុំរៀនដំបូងគាត់រៀនអញ្ចឹងអាចថាវាអត់សូវតន់ថ្នឹកដៃទេខ្ញុំនៅញ័រដៃអូខេនៅញ័រដៃគាត់សួរខ្ញុំថាមិនញ័រដៃម៉េះអូខេហើយបន្ទាប់ពីយើងដាក់កាហ្វេហើយយើងគៀវាឲ្យស្មើអ្នកនរគ្នាហើយយើងយកกระดาษ filter អាហ្នឹងយើងទុកច្រោះវាកុំឲ្យកាកកាហ្វេវាដោយឡើងលើអញ្ចឹងយើងមូវាតឹងមកតឹងដៃមកតែឃើញដៃខ្ញុំវានេះអញ្ចឹងដោយសារខ្ញុំវាក្តៅដោយសារយើងចាក់ទឹកក្តៅởមុនហ្នឹងអញ្ចឹងមិនវាក្តៅទៅក៏គាត់យកកសែងខ្ញុំឲ្យអញ្ចឹងក៏គាត់មូបន្ថែមទៀតអូខេហើយតមកយើងយកវាយកមកដាក់លើចង្ខានហើយចង្ខានខ្ញុំអត់តន់ចេះប្រើទេខ្ញុំមើលអត់ដឹងភ្លើងអញ្ចឹងគាត់បាននេះចេះគាត់ដឹងភ្លើងប៉ុណ្ណាត្រូវអញ្ចឹងណាហើយបន្តមកយើងដាក់វាភ្លើងតិចហើយនេះគឺមុខអ្នកបរៀនបាទសែមុខគាត់ຕົកបានអូខេឥឡូវកាហ្វេយើងចេញមកតែកាហ្វេវាចេញអត់ស្មើទេអ្នកនរគ្នាដោយសារ mission ដំបូងគឺ fail បាត់ទៅហើយអត់ដូចកាហ្វេដែលគាត់ឆុងឲ្យខ្ញុំមុនហ្នឹងទេគឺគាត់បរៀនខ្ញុំគាត់បានឆុងឲ្យខ្ញុំញ៉ាំម្ដងហើយអញ្ចឹងកាហ្វេខ្ញុំវាចេញមកអត់មានគ្រីមមកវាអត់ល្អវាសូវល្អអញ្ចឹងវាកាហ្វេក៏កម្រិតឆ្ងាញ់វាទៅតាមហ្នឹងដែរអ្នកទាំងអស់គ្នាហើយអានេះគឺជាកាហ្វេដែលខ្ញុំឆុងបន្តដែរគឺបបាក់មើលវាចេញទឹកកាហ្វេវាអត់ស្មើគ្នាដោយសារខ្ញុំដាក់ក្របកាហ្វេដាក់កាហ្វេខ្ញុំគៀសអត់ស្មើហើយអុកវាអត់ស្មើគ្នាអញ្ចឹងវាមានចន្លោះប្រហោងពេលទឹកវាបុកឡើងលើមកវាអត់ស្មើគ្នាអញ្ចឹងអត់ចេញគ្រីមទេគឺវាអត់សូវតំណងទេអញ្ចឹងខ្ញុំអត់ញ៉ាំទេអូខេហើយមកមើលកាហ្វេដែលបងគាត់ឆុងឲ្យខ្ញុំវិញគឺរសជាតិឆ្ងាញ់អ្នកនរគ្នាគឺឆ្ងាញ់ Nice វាអាចមកចោះខ្ញុំហៅវិញchứអានេះបន្តិចយ៉ានេះអត់ស្គាល់យ៉ានេះអត់ស្គាល់កាហ្វេគាត់អត់ដាក់ស្ករក៏ឆ្ងាញ់ដែរអត់ដាក់ស្ករតែអត់មានអារម្មណ៍ថាល្វីងជាប់មាត់ទេគឺល្វីងទទួលយកបានហើយកាហ្វេគឺបើអ្នកចូលចិត្តកាហ្វេគឺ the best ហ្មងហើយជាចុងក្រោយខ្ញុំគ្រាន់ចង់ប្រាប់អ្នកទាំងអស់គ្នាថាគាត់បរៀនតែខ្ញុំទេដោយសារតែខ្ញុំស្គាល់គាត់អញ្ចឹងអ្នកទាំងអស់គ្នាបើចង់ចេះចង់ដឹងអីអាចសួរគាត់បានគាត់អាចប្រាប់យើងឬក៏គាត់អាចឲ្យភ្ញៀវអ្នកដែលចូលចិត្តកូរមច្ឆាគាត់ឲ្យកូរខ្លួនឯងបានទៀតអញ្ចឹងអ្នកទាំងអស់គ្នាចង់វឹកហាត់ទឹកដៃកូរមច្ឆាអីអាចទៅសុំគាត់កូរបានអញ្ចឹងគាត់ថ្លឹងថ្លែងឲ្យអ្នកទាំងអស់គ្នាធ្វើតាមហ្នឹងបើសិនជាភ្ញៀវគាត់អត់ប្រញាប់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណហើយក៏ជម្រាបលាបាយបាយហើយបើចូលចិត្ត like ឲ្យខ្ញុំមួយផង